រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសិរីយុកោមេង្គតិយុលើកយកផ្នែកមួយនៃអក្សរសាស្ត្រមកបង្ហាញគឺចម្រៀងមនោសញ្ចេតនាការរៀបរៀងឡើងមានវត្ថុបំណងសំខាន់4យ៉ាងទី1ជួយបន្ធូរអារម្មណ៍និងកាត់បន្ថយភាពតានតឹងនិងការហត់នឿយទាំងឡាយទី2ចង់ចែករំលែកបទពិសោធន៍ដល់អ្នកនិពន្ធទាំងឡាយទី4ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុករបៀបតែងចម្រៀងដ៏សម្បូរបែបទី4ចង់ទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកាដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅចម្រៀងទី9រងចាំនិមលវស្សាកន្លងប្រាំងចូលមកដល់ចិន្តារៀមខ្វល់ស្ទើរឈួតវង្វេងនឹកដល់និមលស្រីស្នេហ៍ស្រស់ក្មេងចរចាលោលេងចំអន់ដួងចិត្តរដូវភ្ជុំបិណ្ឌឆ្នាំថ្មីដល់ហើយបងឈរបង្កើយគួយគុណវមិត្តបិទមួយដល់ភ្ជុំមិនឃើញស្នេហ៍ស្និទ្ធអោម្ចាស់ដួងចិត្តបងចាំផ្សារភ្នែកអោផ្សែងធូបអើយអណ្ដែតខ្ពស់ឆ្ងាយកម្មប្រឡែងកាយចិត្តរៀមសង្វេគផ្សែងរស័ព្ទឆ្ងាយរៀមហូរទឹកភ្នែកបេះដូងយំយេកព្រោះបាត់ស្រស់ស្រី3ឆ្នាំរងចាំក្រោមពោនិស័យរងចាំថ្លើមថ្លៃដោយចិត្តអំពុលបេះដូងរងាចិន្តាសែនខ្វល់នឹកគ្រាបានយល់ក្រោមពោអនុសា3ឆ្នាំកន្លងបងសែនរលឹករាល់ពេលល្ងាចព្រឹកនឹកតែស្រស់ស្រីឃើញដំណក់ភ្លៀងបងរឹតអាល័យបងគេងស្រមៃដៃបាំងឆាត់ឲ្យនិពន្ធដោយខ្ញុំបាទសសិរីយុកោនិពន្ធនៅថ្ងៃទី10ខែ7ឆ្នាំ1998អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកចម្រៀងជាភាសាដួងចិត្តរាត្រីសួស្ដីសូមជម្រាបលា